បើមានគេសួរថាពុទ្ធត្រាស់ដឹងអ្វីយើងអាចឆ្លើយថាពុទ្ធត្រាស់ដឹងនៅអរិយសច្ចៈ4ដែលធ្វើឲ្យព្រះអង្គបានរួចផុតពីទុក្ខបានត្រាស់ដឹងជាពុទ្ធអរិយសច្ចៈទី1គឺទុក្ខសច្ចៈមានន័យថាជីវិតរបស់យើងនឹងសង្ខារនឹងវាមិនថិតថេរមិនគង់វង្សហើយវាត្រូវមានជារៀបជាធិមរណៈបែកបាក់ប្រត់ប្រាស់ហើយទុក្ខនឹងមានទាំងទុក្ខផ្លូវកាយមានទាំងទុក្ខផ្លូវចិត្តអញ្ចឹងជីវិតនឹងគឺទុក្ខទាំងអស់តែមិនមែនទេវាមានសុខវេទនាដែរប៉ុន្តែវាអត់ទៀងទាត់វានៅតែផ្លាស់ប្ដូរទៅបែកបាក់ប្រត់ប្រាស់ចុងក្រោយយើងលះបង់របស់ទាំងអស់នឹងទៅហើយបន្តជាតិកំណើតសោយទុកនៅក្នុងអនាគតទៅទៀតដែរប៉ុន្តែទុក្ខសច្ចៈហ្នឹងជាអនត្តាមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់ខ្លួនទេហើយព្រះអង្គដឹងហេតុដែលនាំឲ្យកើតទុក្ខហ្នឹងគឺតណ្ហាការជាប់ជំពាក់ហួងហែងការប្រកាន់ថានឹងជារបស់ខ្លួននឹងជាខ្លួនដល់ពេលប្រកាន់អញ្ចឹងទៅនៅពេលរបស់ហ្នឹងវាផ្លាស់ប្ដូរប្រែប្រួលទៅយើងកើតទុក្ខនឹងឯងអញ្ចឹងវាវិលកង់អញ្ចឹងហើយព្រះអង្គឃើញអញ្ចឹងហើយព្រះអង្គបានរំដោះខ្លួនពីការប្រកាន់ហ្នឹងបានដល់នៅព្រះនិព្វាននិរោធសច្ចៈព្រះអង្គបានពាល់ត្រូវថាអូសេចក្តីសុខពិតប្រកបហ្នឹងគឺលែងប្រកាន់នៅរបស់ក្តៅហ្នឹងខណ្ឌហ្នឹងសង្ខារហ្នឹងជីវិតហ្នឹងជារបស់ក្តៅបើយើងអត់ប៉ះវាអត់ក្តៅទេយើងអត់ប្រកាន់វាយើងអត់មានទុក្ខដោយសារវាទេពីព្រោះវាអត់អាចនៅស្ងៀមបានហើយវាអាចនៅសុខអញ្ចឹងបានរហូតទេអញ្ចឹងព្រះអង្គបានពាល់ត្រូវនៅព្រះនិព្វានដែលជាសេចក្តីសុខមមទាំប្រកបវិជាមិនផ្លាស់ប្ដូរមិនប្រែប្រួលហើយមិនមែនជាសេចក្តីសុខនៅក្នុងខណ្ឌនេះទេហើយព្រះអង្គដឹងអំពីវិធីទៀតមគ្គសច្ចៈគឺវិធីបដិបត្តិអានឹងវាឧបមាដូចជាដឹងផ្លូវដើរដើម្បីចេញផុតពីព្រៃឬក៏ដឹងអំពីវិធីព្យាបាលដើម្បីឲ្យជំងឺនឹងជាអញ្ចឹងបានដល់អរិយមគ្គប្រកបដោយអង្គ8មានសមាទិដ្ឋិការយល់ត្រូវសមាសង្កប្បៈការត្រេះរិះត្រូវជាដើមជាការត្រាស់ដឹងនៅអរិយសច្ចៈទាំង4នេះធ្វើឲ្យព្រះអង្គលែងមានជារៀបជាធិមរណៈកើតចាស់វិលវល់នៅក្នុងសង្សារវដ្តនឹងទៀតហើយព្រះអង្គរួចផុតពីទុក្ខហើយមាត់យើងអាចប្រើឲ្យកើតបុណ្យឬក៏អាចនាំឲ្យកើតបាបកើតបុណ្យមួយយើងនិយាយពាក្យពិតសច្ចៈនឹងមានបារមីទី2និយាយឲ្យគេរួបរวมគ្នាកុំចាក់អូចឲ្យគេឆ្លោះគ្នាទី3យើងនិយាយពាក្យព្រោះភាសាកុំអាមមឹងហែងជេរបន្តិចផ្ដាសាហើយទី4និយាយពាក្យមានប្រយោជន៍និយាយអត់ប្រយោជន៍ច្រើនពេកមាត់នាំឲ្យកើតបាបនិយាយកុហកគេបោកប្រាស់គេហ្នឹងបាបហើយគេលែងទុកចិត្តហើយទី2និយាយញុះញង់អ៊ិចអូចចាក់ចុចគេឆ្លោះគ្នាឲ្យគេបែកបាក់គ្នាទី3និយាយបន្តិចផ្ដាសាអាមមឹងហែងហងហ្នឹងទី4និយាយបបែកបបោយអត់ប្រយោជន៍អត់បានការនិយាយលឺដូចតលៀកផ្ទុះអាហ្នឹងក៏នាំឲ្យមានបាបដែរលោកហៅថាវជ័យទុច្ចរិតអ្នកធ្វើវជ័យទុច្ចរិតហ្នឹងមានបាបកម្មមាត់មិនល្អថ្មិញមិនល្អនិយាយស្ដីគេមិនសូវស្ដាប់ប្តីប្រពន្ធកូនចៅអីគេមិនធ្វើតាមនិយាយច្រើនមិនយូរទៅតូចចិត្តខ្លួនឯងចំណែកអ្នកមានវជ័យសុចរិតពាក្យសម្ដីល្អត្រឹមត្រូវមាត់ក៏ល្អថ្មិញក៏ល្អបោមាត់ក៏ល្អក្លិនមាត់ក៏ល្អមានប្រពន្ធកូនចៅក៏គេស្ដាប់ប្រកបតាមនិយាយស្ដីអីគេចង់តែស្ដាប់ឯងពេលព្រះអង្គទៅត្រាស់ដឹងភ្លាមហ្នឹងមានឈ្មួញ2នាក់ទៅពីសវណ្ណភូមិយើងទៅនឹងទៅរស់ស៊ីនៅស្រុកឥណ្ឌាទេវតាដែលនៅអាស្រ័យនឹងព្រៃនឹងធ្លាប់ជាម្ដាយរបស់ឈ្មួញ2នាក់នឹងកាលពី5ជាតិមុនហើយនឹកចង់ឲ្យកូនទាំងពីរនឹងបានធ្វើបុណ្យជាមួយព្រះសម្មាសម្ពុទ្ធដំបូងគេដោយសារព្រះអង្គខានឆាន់ចង្ហាន់ចំនួន7សប្តាហ៍មកហើយអញ្ចឹងទេវតានឹងទៅបង្ហាញខ្លួននៅមុខតេះគោនឹងគោខ្លាចអត់ហ៊ានទៅមុខទេ2នាក់តពុសៈផលិកៈនឹងចុះមកបែបនស្រន់អីមិនគុំទៅចុងក្រោយបានទេវតានឹងចូលទៅសន្ធិដ្ឋនៅនឹងពាណិជ្ជម្នាក់ហ
ហើយនិយាយរាយរាប់ថាព្រះសម្មាសម្ពុទ្ធទើបតែត្រាស់ដឹងឲ្យកូនទាំងពីរនឹងយកចង្ហាន់យកទៅថ្វាយព្រះសម្មាសម្ពុទ្ធដើម្បីបានសម្រេចជាបុណ្យកុសលទឹកចិត្តជាម្ដាយចង់ឲ្យកូនបានបុណ្យពីអ្នកតពុសៈផលិកៈនោះក៏យកចង្ហាន់យកទៅថ្វាយព្រះអង្គមាននំក្រៀមនំកំពងនំលាជអីចឹងទៅរបស់ដែលក្រៀមហើយនឹងទឹកឃ្មុំទឹកអំពៅអីផ្សេងយកទៅថ្វាយព្រះអង្គបានបុណ្យច្រើនណាស់ឈ្មួញពាណិជ្ជទាំងពីរអ្នកហ្នឹងជាអ្នកដែលបានដល់នៅពុទ្ធនិងពធជាទីពឹងទីរលឹកមុនដំបូងគេលោកហៅថាទ្វេវាជិកសរណគមមានន័យថាសរណគមមានតែពីរគឺពុទ្ធនិងពធដោយសារអត់ទាន់មានប្រសង់ទេវតាដែលនាំតពុសៈផលិកៈឲ្យបានថ្វាយទានដល់ព្រះសម្មាសម្ពុទ្ធនឹងជាម្ដាយតាំងពី5ជាតិមុនម៉ែយើងយកចិត្តនិយាយថាម្ដាយដើមបើយើងមិនដឹងទេមិនដឹងថាមួយណាជាម្ដាយដើមមួយណាជាអមនុស្សអីចឹងយើងមានថាធ្វើបន់ធ្វើកុសលឧទ្ទិសជូនទៅឲ្យបានសេចក្តីសុខហើយឲ្យជួយថែសារកូនចៅឲ្យបានសុខសប្បាយប៉ុណ្ណឹងដែរក្នុងពជាដកមួយនិយាយពីរឿងសេដ្ឋី2នាក់ម្នាក់មានទ្រព្យ40កោដម្នាក់ទៀត30កោដអាហ្នឹងទ្រព្យដែលគាត់យកទៅកប់ឯណាទ្រព្យនៅផ្ទះនៅសបែងផ្សេងប៉ុន្តែពេលមុននឹងមរណកាលហ្នឹងគាត់អត់បានប្រាប់កំណប់នឹងទៅកូនទៅចៅដូចទៅគៀងបេះដូងដាច់ខ្សែឈាមខួរក្បាលអីចឹងទៅឧទាហរណ៍ដល់ពេលចិត្តនោះវាជាប់ជំពាក់នឹងទ្រព្យហ្នឹងអញ្ចឹងម្នាក់ស្លាប់ទៅកើតជាកដោធ្វើរុនថែសាទ្រព្យហ្នឹងម្នាក់ទៀតកើតជាពស់ធ្វើរុនថែសាទ្រព្យដែលខ្លួនកប់ហ្នឹងខ្មែរយើងធ្លាប់ឮមកថាពស់ថែកំណប់ហើយនៅមើលហ្នឹងទៅវិលរហូតដល់ថ្ងៃមួយទឹកគួចយកពស់នឹងកដោនឹងទៅតាមទឹកទៅបានតបោះជួយទៅពស់នឹងកដោនឹងក៏នឹកគុណតបោះដែលជួយស្រោចស្រង់ក៏យកកំណប់នឹងជូនលោកតបោះនឹងទៅលោកតបោះចុងក្រោយមកបានធ្វើជាមហាក្សត្រយកកដោយកពស់នឹងទៅចិញ្ចឹមនៅក្នុងវាំងហើយកដោនឹងពស់នឹងក៏បុគ្គលទ្រព្យសម្បត្តិនឹងឲ្យលោកតបោះនឹងទាំងអស់ទៅលើករឿងនឹងមកចង់និយាយថាពេលដែលធ្វើមរណកាលហ្នឹងបើយើងជាប់ជំពាក់វៈវិននឹងទ្រព្យរបស់នេះនោះអាចទៅកើតនៅនឹងជាជីងចក់ជាតកែជាស្អីទៅបើយើងនៅប្រកាន់ណាបើយើងរៀនលះបង់រៀនធ្វើបន់ទៅហើយទៅហើយរបស់ណាដែលត្រូវលះបង់ហ្នឹងលះបង់ឲ្យគេអស់ណាកុំឲ្យជំពាក់វៈវិនវាអាចនាំមកឲ្យបដិសន្ធិអត់ល្អក្នុងជាតិបន្ទាប់យ៉ាងកេញជីវិតតាំងអ៊ីធវិហុរង្វាសក្កេសុវាយ៉ាងរតនំបណៃតាំងទ្របឯណាមួយក្នុងលោកនេះនិងក្នុងលោកឯទៀតក្តីរតនវត្ថុដ៏ឧត្តមឯណាក្នុងស្ថានសួគ៌ក្តីអ្នកនោសមង្ឃអតិតថាគតេអ្នកទ្របនឹងរតនវត្ថុទាំងនោះស្មើដោយតថាគតមិនមានឡើយអ៊ីទាំងពិពុទ្ធេរតនំបណៃតាំងកែវគឺព្រះពុទ្ធនេះឯងជាកែវដ៏ឧត្តមអេតេនសច្ចេនសវត្តេហោតុដោយពាក្យសច្ចៈនេះសូមសេរីសួស្តីកើតមានខយ៉ាងវិរិយកាំងអមតាំងបណៃតាំងយតិចគាសក្ខមនីសមាហេតោព្រះសក្ខមនីជាម្ចាស់មានប្រតិតម្កល់មាំបានត្រាស់ដឹងហើយនៅប្រធរឯណាជាទីខ្សែនៃកិលេសជាទីប្រាសចាករាគៈជាធម៌មិនស្លាប់ជាធម៌ដ៏ឧត្តមនតេនធម្មេនសមត្ថិកេញចេរបស់អ្វីមួយស្មើដោយប្រធរនោះមិនមានឡើយអ៊ីទាំងពិថាមេរតនំបណៃតាំងកែវគឺធម៌នេះឯងជាកែវដ៏ឧត្តមអេតេនសច្ចេនសវត្តេហោតុដោយពាក្យសច្ចៈនេះសូមសេរីសួស្តីកើតមានយ៉ាំពុទ្ធសេថោបរិវណ្ណយីសុចង្ប្រពុទ្ធដ៏ប្រសើរទ្រង់សរសើរនៅសមាធិឯណាថាជាធម៌ដ៏ស្អាតសមាធិមាននន្តរិកញ្ញមាហុបណ្ឌិតទាំងឡាយពោលហើយនៅសមាធិឯណាជាធម៌ឲ្យផលដោយលំដាប់សមាធិនាតេនសមោនវិជ្ជតិសមាធិឯទៀតស្មើដោយសមាធិនោះមិនមានឡើយអ៊ីទាំងពិថាមេរតនំបណៃតាំងកែវគឺព្រះធម៌នេះឯងជាកែវដ៏ឧត្តមអេតេនសច្ចេនសវត្តេហោតុដោយពាក្យសច្ចៈនេះសូមសេរីសួស្តីកើតមានយេបុគ្គលីអត្តសតាំងប្រសត្ថាចត្តារិអេតានិយុគានិហោនតិបុគ្គលទាំងឡាយឯណា8ចម្ពោះដែលសពបរោះទាំងឡាយសរសើរហើយបើរាប់ជាគូបាន4គូតេតខេណាយាសុគតាសសាវកាបុគ្គលទាំងឡាយនោះជាសាវករបស់ព្រះសុគតលោកគួរដល់តខេណាទានអេទេសតិនានិមហបលានិទានដែលបុគ្គលឲ្យហើយដល់តខេណាយបុគ្គលទាំងឡាយនោះជា
ជាទានមានផលច្រើនអ៊ីតាមពិសង្ខេរតនាងបណៃតាំងកែវគឺប្រសង់នេះឯងជាកែវដ៏ឧត្តមអេតេនសច្ចេនសវត្តហោតោដោយពាក្យសច្ចនេះសូមសេរីសួស្តីកើតមាន